សូស្ដីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel Remy សួស្ដីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះដែរ admin មកសម្រាប់រឿងមួយដែលមានចំណងជើងថាសម្រាប់សិនមកទៅរិសាទវាអត់ទាន់ហកឃើញដែរចាំ admin ហកឃើញ admin នឹងដាក់នៅលើ thumbnail ហ្នឹងចឹងហើយគាត់ដាក់ដឹងថានឹងខ្មោចទៀតហើយកុំឲ្យខាត់វាយូរយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងទៅសាច់រឿងនេះបានចាប់ផ្ដើមឡើងនៅខែបួសមួយនៅផ្ទះចុងភូមិនារាត្រីដំបូងនៃខែម៉ារ៉ាដនហ្នឹងគឺជាខែរបស់បងប្អូនជនជាតិអ៊ីស្លាមណាបងប្អូនបើអ្នកអត់ទាន់ដឹងអញ្ចឹងបានឈានចូលមកដល់នៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយក្រុមយុវជន4នាក់គឺរ៉េកាណាប៊ីលហើយនិងមិត្តភក្តិ2នាក់ទៀតកំពុងអង្គុយជជែកគ្នាក្រោមពន្លឺភ្លើងដ៏ស្រអាប់ក្រោយពីបានស្រ័យបួសថ្ងៃដំបូងពួកគេម្នាក់ៗមើលទៅហាក់ដូចជាអស់កម្លាំងពីការតមចំណីអាហារនិងទឹកពេញមួយថ្ងៃហត់មែនតាថ្ងៃដំបូងចឹងស្ទើរតែដាច់ខ្យល់ហើយរីកាពោឡើងទាំងបបោមកស្ងួតពួកគេជជែកគ្នាពីការសូត្រធម៌នៅវិហារនិងភាពងុយគេងនៅវគ្គចុងក្រោយនៃការស្វែងបង្គំប៉ុន្តែបរិយាកាសស្រាប់តែប្រែជាត្រជាក់ស្រេបនៅពេលដែលពួកគេក្រឡេកទៅមើលផ្ទះឈើចាស់បោះបង់ចោលនៅចុងផ្លូវលំផ្ទះនោះគឺថាងងឹតស្លប់គ្មានពន្លឺភ្លើងទេសូម្បីតែខ្យល់បក់កាត់គឺលើសូរគ្រឹតគួរឲ្យព្រឺសម្បល់ដែរឮថាពីមុនមានគេរស់នៅទីនោះមែនទេម្នាក់ក្នុងចំណោមពួកគេសួរមានអ្នកណាដឹងច្បាស់ឡើយដឹងត្រឹមថាអ្នករស់នៅទីនោះបានរើចេញទៅយូរណាស់មកហើយដោយមិនសល់ទុកតែភាពអាកបាំងតែប៉ុណ្ណោះយប់នោះតុលាការបង្ហាញម៉ោង 3:15 នាទីទីភ្លឺនៅក្នុងបន្ទប់ដ៏សែនងងឹតរបស់រីកាស្រាប់តែមានសំឡេងតុកនៅលើកញ្ចក់បង្អួចរាកាភ្ញាក់ឡើងទាំងងុយគេគិតថាប្រហែលជាម៉ាក់គេមកដាក់ឲ្យក្រោកញ៉ាំបាយសប៊ូហើយប៉ុន្តែសំឡេងនោះគឺខុសប្លែកពីធម្មតាវាជាសំឡេងក្មេងប្រុសម្នាក់ដែលខ្សឹបតិចថាក្រោកឡើងដល់ពេលបួសហើយកុំយឺតពេកឲ្យសោះស្អែកឡើងនៅពេលដែលគេជួបជុំគ្នាមិត្តភក្តិតែ4នាក់ស្រាប់តែដឹងរឿងដ៏រន្ធត់មួយពួកគេម្នាក់សូតែភ្ញាក់នៅម៉ោង 3:15 នាទីដូចគ្នាណាប៊ីលរៀបរាប់ទាំងញ័រខ្លួនគេបានឃើញស្រមោលក្មេងម្នាក់ជិះកង់កាត់មុខផ្ទះឮសំឡេងច្រវាក់កង់ច្រេះចាប់គ្រឹតបន្លឺឡើងក្នុងភាពស្ងាត់ជ្រងំអ្វីដែលកាន់តែគួរឲ្យខ្លាចគឺក្មេងនោះនិយាយថាវាគ្រាន់តែចាប់ដើមប៉ុណ្ណោះដោយភាពភ័យខ្លាចពួកគេក៏បានទៅជួបផាក់អេធីដែលជាមេភូមិដើម្បីសួររកការពិតលោកមេភូមិបានដកដង្ហើមធំរួចរៀបរាប់ប្រវត្តិដ៏សោកសៅកាលពីច្រើនឆ្នាំមុនកាលពីមុនមានក្មេងប្រុសម្នាក់ឈ្មោះថារីអានរស់នៅផ្ទះងងឹតនោះរីអានជាក្មេងល្អគេចូលចិត្តជិះកង់ដើរអ្នកភូមិឲ្យក្រោកបួសជារៀងរាល់យប់ប៉ុន្តែយប់មួយនៅម៉ោង 3:15 នាទីខ្សែកង់របស់គេក៏បានដាច់ធ្វើឲ្យគេដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងដោយសារផ្លូវស្ងាត់ពេកគ្មាននរណាឃើញឬជួយគេទាន់ឡើយវិញ្ញាណគេប្រហែលជានៅជាប់ជំពាក់នឹងភារកិច្ចដាស់អ្នកភូមិមិនទាន់រួចរាល់អ្នកភូមិគឺពោលទាំងមុខស្រពោននៅយប់ទី3គ្រោះថ្នាក់ពិតប្រាកដក៏បានមកដល់រាកាមិនបានស្ដាប់តាមពាក្យមេភូមិដែលថាកុំឆ្លើយតបនោះទេនៅពេលលើសំឡេងហៅគេបានឆ្លើយតបទាំងមកមើលវិញ្ញាណរីអានបាននាំផ្លូវរីកាឲ្យដើរចេញពីផ្ទះទាំងបិទភ្នែកសម្ដៅទៅរកផ្ទះចៅនោះដើម្បីទៅធ្វើជាមិត្តកុំដលជិះកង់ដាក់គេឯងក្នុងកាមេរ៉ាសុវត្ថិភាពមេភូមិគេឃើញរូបភាពដ៏រន្ធត់មួយពីរេកាហើរយឺតតាមផ្លូវលំដោយមានកង់ចាស់មួយរមាតាមពីក្រោយដោយគ្មានអ្នកជិះឡើយសំណាងល្អមេភូមិនិងអ្នកផ្ទះបានរកឃើញរេកាទាន់ពេលនៅមុខផ្ទះបបងចៅនោះមុនពេលមានរឿងអាក្រក់កើតឡើងរាកាភ្ញាក់ដឹងខ្លួនទាំងភ័យស្លន់ស្លោរួចប្រាប់ថាគេឃើញរីអានគឺឈរយំហើយប្រាប់ថាគេខ្លាចភាពស្ងប់ស្ងាត់គេចង់ឲ្យផ្លូវនេះមានមនុស្សដើរឡើងវិញដើម្បីដោះស្រាយបញ្ហានេះមេភូមិបានសម្រេចចិត្តរៀបចំក្រុមយានល្បាតសហួរឡើងវិញយប់បន្ទាប់មកផ្លូវលំដែលធ្លាប់តែងងឹតនិងស្ងាត់ឥឡូវនេះត្រូវបានបំពាក់ដោយបំពូលភ្លើងនិងមានសំឡេងស្គរដល់អ្នកភូមិយ៉ាងអ៊ូអរចាប់តាំងពីពេលនោះមកគ្មានអ្នកណាលើសំឡេងកង់គ្រឹតឬការគូបង្អួចនៅម៉ោង 3:15 នាទីទៀតឡើយកង់ចាស់របស់រីអានត្រូវបានគេទុកចោលនៅក្បែរផ្ទះនោះជាការរំលឹកដល់ក្មេងប្រុសម្នាក់ដែលធ្លាប់មានចិត្តល្អភាពភ័យខ្លាចវាមិនមែនកើតចេញពីខ្មោចឡើយប៉ុន្តែវាកើតចេញពីភាពឯកោនិងភាពស្ងប់ស្ងាត់ឥឡូវនេះការសម្ដែងរបស់មែនក៏ត្រូវបានបញ្ចប់ដែរអរគុណអ្នកនរគ្នាសម្រាប់ការទស្សនារឿងភាគរន្ធត់មួយនេះកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូរន្ធត់ថ្មីបន្តទៀតអរគុណជម្រាបលាបាយបាយ